បាទសូមគោរពជំរាបសួរបងប្អូនអរគ្នាជាទីគោរពស្រឡាញ់បាទថ្មីនេះគឺខ្ញុំបានឃើញព័ត៌មានពីរតាក់ទងនឹងប្រទេសចំនួន2កំពុងតែរៀបចំការនាំចេញតំណែងពីប្រទេសកម្ពុជាយើងទៅកាន់ប្រទេសរបស់ពួកគាត់បាទទីផ្សាររបស់ពួកគាត់បងប្អូនបាទព័ត៌មានទាំងពីរនេះខ្ញុំគិតថាបងប្អូនបានដឹងហើយបានជ្រាបរួចហើយបាទក្នុងនោះគឺមានក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសកូរ៉េបាទបានចុះកិច្ចសន្យានាំតំណែងពីប្រទេសកម្ពុជាយើងទៅកាន់ទីផ្សាររបស់ពួកគាត់បាទពិតជាដំណឹងដ៏រីករាយមែនទែនសម្រាប់ប្រជាជនខ្មែរយើងទាំងអស់បាទអញ្ចឹងទេបងប្អូនអរគ្នាយើងព្យាយាមពង្រឹងគុណភាពតំណែងយើងទាំងអស់ឲ្យមានគុណភាពដើម្បីយើងប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាទជាពិសេសគឺប្រទេសដែលកំពុងតែនាំតំណែងរបស់យើងទៅកាន់ទីផ្សាររបស់ពួកគាត់នេះបាទតើតើនឹងប្រទេសកូរ៉េតំណែងទាំងឡាយមុននឹងនាំទៅកាន់ប្រទេសរបស់គាត់ដើម្បីឲ្យប្រជាជនគាត់ហូបប្រើប្រាស់បាទពួកគាត់មិនមែនចេះនាំចូលទៅតែផ្ទះទេបងប្អូនបាទពួកគាត់ពិនិត្យមើលច្បាស់លាស់ណាស់ដើម្បីឲ្យប្រជាជនគាត់ប្រើប្រាស់ដើម្បីឲ្យប្រជាជនគាត់ហូបចុកបាទពួកគាត់គិតសុខភាពរបស់ប្រជាជនគាត់ខ្លាំងណាស់បាទអញ្ចឹងគាត់មានទំនុកចិត្តបាទចំពោះប្រទេសកម្ពុជាយើងពិតជារឿងល្អមែនទែនបាទអញ្ចឹងបងប្អូនអរគ្នាយើងព្យាយាមពង្រឹងនៅគុណភាពតំណែងរបស់យើងទាំងអស់ឲ្យមានគុណភាពល្អបាទដើម្បីយើងប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិជាពិសេសគឺប្រទេសដែលកំពុងតែនាំតំណែងរបស់យើងទៅនេះបាទខ្ញុំលើដំណឹងនេះហើយខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងមែនទែនបងប្អូនបាទសប្បាយចិត្តបាទហើយរីឯប្រទេសចិនឯណោះវិញក៏បានចុះហត្ថលេខាបើកផ្លូវនាំខ្នុរស្រស់បងប្អូនបាទទៅកាន់ទីផ្សាររបស់ពួកគាត់ផងដែរបាទនេះគឺជាដំណឹងល្អមែនទែនសម្រាប់ប្រជាកសិករកំពុងតែដាំដំណាំផ្សេងជាពិសេសគឺខ្នុរនេះឯងបាទនេះគឺជាដំណឹងរីករាយខ្លាំងមែនទែនបងប្អូនអញ្ចឹងយើងទាំងអស់គ្នាព្យាយាមពង្រឹងគុណភាពតំណែងរបស់យើងទាំងអស់មិនថាផ្លែឈើឬក៏របស់ប្រើប្រាស់ទេគឺយើងត្រូវតែរក្សាគុណភាពបាទឲ្យបានល្អមែនទែនបាទដើម្បីយើងលើកមុខមាត់តំណែងរបស់កម្ពុជាយើងឲ្យមានស្តង់ដារសម្រាប់អន្តរជាតិគេទទួលស្គាល់អញ្ចឹងទេទាំងអស់នេះគឺជាដំណឹងដ៏រីករាយខ្លាំងមែនទែនសម្រាប់ប្រជាជនខ្មែរយើងទាំងមូលបាទអញ្ចឹងទេពួកយើងទាំងអស់គ្នាយើងត្រូវតែពង្រឹងនៅគុណភាពតំណែងរបស់យើងទាំងឡាយមិនថារបស់ប្រើប្រាស់ឬក៏របស់ហូបទេបាទយើងត្រូវតែរក្សាគុណភាពឲ្យបានល្អដើម្បីប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាទ